ជូនរឿងលេខូភាគមួយកាលពីព្រៃនាយមានបុរសម្នាក់បានឃើញមនុស្សយន្តមួយហើយក៏យកមកពាក់ខ្នងបុរសម្នាក់នោះមានមុខបុរសម្នាក់នោះបានជាប់ក្នុងមនុស្សយន្តថែមទាំងមិនដឹងថានេះគេប្រើការយ៉ាងម៉េចទេហើយបុរសម្នាក់នោះចេះតែចេះទៅក៏បានហោះវូបុរសម្នាក់នោះភ័យខ្លាំងមែនទែនជាងកាត់ចូលមកដល់តួអង្គម្នាក់ទៀតក៏តាមកំណត់មានឈ្មោះថា Deadpool គាត់បានកាន់កំបិតទៅចាប់មនុស្សយន្តពីក្រោយខ្នងរួចនឹងធ្វើស៊ីបុរស Spider-Man គាត់រៀបនឹងចាក់ Spider-Man ហើយគាត់ក៏បាន Spider-Man បានដឹងខ្លួនហើយក៏ប្រែក្លាយជាមនុស្សយន្តបុរស Deadpool ស្រាប់តែឃើញបុរស Spider-Man ប្រែក្លាយខ្លួនជាមនុស្សយន្តបុរស Deadpool ភ័យខ្លាំងណាស់តែបុរសមនុស្សយន្តមិនដឹងខ្លួនក៏ស្ងើខ្លួនអស់រួចបុរស Deadpool ក៏បានចង់រត់តែ Spider-Man មិនឲ្យរត់ទេ Spider-Man ក៏ហត់ទៅSpider-Man បានកាត់ពីលើ Deadpool ស្លាប់នឹងអនាគតធំ Deadpool ហើយខ្ញុំមែនតើពួកឃើញ Spider-Man បានយាបាញ់រើសម្លាប់បុរស Deadpool នាទីចុងក្រោយនៅពេលនេះបុរស Spider-Man បានចាក់បុរស Deadpool ស្លាប់បាត់ទៅហើយសូមរងចាំភាពបន្ត